ឈៀងអាមកតុកតាពួកឯងមើលបន្តទៀតចុះថ្ងៃនេះម៉ាមីធ្វើម្ហូបឲ្យពួកឯងញ៉ាំលាកបន្លែទុកអស់ញ៉ាំប៉ាម៉ាក់ហៅខ្ញុំមកតើមានរឿងដោយសារក្រុមហ៊ុនមែនទេទុកចិត្តចុះខ្ញុំអាចដោះស្រាយបានអាលោកកូនសំអុយរឿងក្រុមហ៊ុនខ្ញុំមិនខ្វល់ជាមួយឯងទេខ្ញុំសួរឯងនាងនឹងកូនទាំង4ពេលណាយកមកផ្ទះកូនពិតជារបស់ខ្ញុំមែនតែនាងមិនប្រកាសថាជាកូនប្រសាររបស់ម៉ាក់នោះទេឯងនិយាយតែផ្ដាស់ស្អីហ្នឹងគេខំបង្កើតកូន4នាក់ឲ្យឯងគេមិនមែនកូនប្រសារយើងគេជាកូនប្រសារអ្នកណាឬឯងចង់ធ្វើជាប្រុសដែលក្បត់គឺនាងក្បត់នឹងខ្ញុំនាងគេបង្កើតកូនគួរឲ្យស្រឡាញ់ដល់តែ4នាក់ឲ្យឯងនាងហត់នឿយណាស់លោកកូនចំអុយឯងវេទនាស្អីយើងប្រាប់កូនប្រសារយើងគឺត្រូវតែនាងបើឯងមិនយកពួកគេមកផ្ទះវិញទេគឺមិនបានដាច់ខាតយើងមិនយល់ព្រមទេអាលោកកូនចំអុយម៉ាក់ក្រុមហ៊ុនមានការខ្ញុំទៅសិនហើយណាឯកសារមិនតន់យកទៅផងលិខិតបំបែកហ៎ចង់បំបែកបំបាក់ម្ដាយកូននាងហ៎ចង់តែចំកូនម្នាក់ឯងហីនៅថាខ្លួនឯងមិនអាក្រក់ទៀតគេបង្កើតកូនឲ្យឯងដល់ទៅ4នាក់ណាឯងនៅគិតចង់ប្តឹងគេហីហ៎បងនៅមិនថាឲ្យកូនប្រុសទៀតជាប្រធានធំបែរជាចង់ធ្វើខ្លួនជាប្រុសអាក្រក់កូនប្រុសឯងមិនគួរធ្វើបែបនេះទេណាចាប់ហើយហ៎អូមិនទាត់ចាប់ទេអើយសុំអុយឯងនេះឯងបែរជាចង់ធ្វើប្រុសក្បត់ផងអីចង់ឲ្យយើងខឹងណាស់មែនទេឯងបែរជាចង់ធ្វើមនុស្សប្រុសដែលមិនដឹងខុសត្រូវបែបនេះប៉ាម៉ាក់ខ្ញុំក៏គ្មានមធ្យោបាយដែរនេះជាសាច់ឈាមគ្រួសារចាងតែដើមសិនចិញ្ចឹមតាវាយ៉ាងម៉េចទៅខ្ញុំគ្មានមធ្យោបាយទេស្អីទៅដែលហៅថាគ្មានមធ្យោបាយឯងមិនចង់ទៅដឹងនាងទេហីមិនមែនមនុស្សណាក៏ចូលចិត្តគ្រួសារយើងនោះទេឯងកំពុងរើសអើងឋានៈគេទាំងខ្លួននៅក្មេងរើសជាងឪពុកឯងទៅទៀតប៉ាឯងឆ្នាំនោះតាមញ៉ាយើងគឺជាប្រុសក្រគ្មានស្អីសោះបើយើងរើសអើងឋានៈរបស់ប៉ាឯងដែលក្រីក្រនៅពេលនោះមិនអាចមានឯងដល់ពេលនេះទៅថាគេក៏ថាទៅអាមិនបានជាតាក់ទងមកបងទៀតហើយឯងយល់ថាឯងបានធ្វើជាប្រធានប្រហែលឆ្នាំមានសិទ្ធិរើសអើងអ្នកនេះអ្នកនោះហើយហីឯងចង់ស្ដាមគេនៅមិនយល់ព្រមផងម៉ាខ្ញុំមិនបានខ្ពើមនាងនោះទេចឹងដោយសារស្អីកុំប្រាប់ថាឯងមិនចូលចិត្តនាងណាបង្កើតកូនមកទៅហើយយើងមិនជឿទេថាឯងគ្មានអារម្មណ៍អីចំពោះនាងសោះនោះម៉ាក់ខ្ញុំពិតជាគ្មានទេខ្ញុំឯងកុំធ្វើជាមាត់រឹងចាត់ទុនដូចប៉ាឯងបេះបិទណែប្រាប់ឯងកុំមាត់រឹងទៀតអីឆាប់យកនាងមកវិញមកម៉ាក់ពិតជាបារម្ភខ្លាចថាថ្ងៃក្រោយឯងត្រូវតាមរកប្រពន្ធដោយវេទនា